នេះថ្មីក៏មកបានហើយបងប្អូនថ្មនេះមកវិញខ្ញុំទុកចោលវា4បើជា3 4 5ខែម្ល៉េះពេលដែលសៀមវាធ្វើសង្គ្រាមឈ្លានពានមកយើងខ្ញុំអត់បានថតវីដេអូទុកថ្មនេះចោលទៅក៏ខូចទៅអញ្ចឹងខូចរយៈពេលតែជាកន្លះឆ្នាំហើយខ្ញុំអត់ទាន់មានលុយទិញទឹកនឹងមកដល់ខ្ញុំ unboxing ដាក់ឲ្យបងប្អូនមើលនេះជាថ្មម៉ាស៊ីន print នេះម៉ាស៊ីន print បងប្អូនម៉ាស៊ីន print នេះយើងអាច connect ប្រើជាមួយនឹងខ្សែភ្លើងបានតែបើដើម្បីធ្វើ content ដូចខ្ញុំគឺត្រូវការយកម៉ាស៊ីននេះតាមខ្លួនគឺយើងប្រើថ្មនេះគឺវាខូចសាកភ្លើងអត់ចូលអញ្ចឹងបានត្រឹមបើកខ្ញុំបើកឲ្យបងប្អូនមើលយើងដាក់ចូលអញ្ចឹងមកខ្ញុំបើកបងប្អូនមើលពេលបើកវាដើរធម្មតាបងប្អូនចាំមើលវាដើរណែវាដើរធម្មតារងចាំវាបន្តិចអានេះវាចំណាយពេលប្រហែលជា2នាទី2នាទីនេះបងប្អូនឃើញកន្លែងហ្នឹងខ្ញុំនឹងបងប្អូនឃើញអត់នេះថ្មនឹងវានៅតែមិនតិចទេអញ្ចឹងព្រិនរូបអត់កើតទេមកប៉ុណ្ណឹងអញ្ចឹងវាបានតែបើកមកចេញប៉ុណ្ណឹងទេអញ្ចឹងពេលព្រិនអត់កើតសារអត់ចូលទៀតតោះទៅ unboxing ថ្មីនេះទៅបន្តិចបងប្អូនថ្មនេះយើងកំងពីចិនណាប៉ុន្តែមួយរយៈនេះគេថាកុងតឺន័រគេអត់ដឹកទេប្រភេទថ្មហ្នឹងព្រោះផ្ទុះឆេះថ្មនេះកំងនៅចិនណាតម្លៃក្រោម$10ទេ$8ជាងថា$9សោះប៉ុន្តែខ្ញុំទិញនៅពេញគេយកមកលក់វាអត់មានជម្រើសគេលក់$45បូកថ្លៃផ្ញើមកសៀមរាបទៀត$1កន្លះទៀតវា46អញ្ចឹងមិនញ៉ាំមានលុយទិញទៅបើកប្រាក់ខែហើយក៏ទិញទៅព្រោះអត់មានអីធ្វើ content អ្វីដែលចង់ធ្វើព្រោះចេះនេះសិតតែกระดาษ print រូបបងប្អូនទិញឲ្យសម្រាប់ធ្វើ content គាត់ស្រឡាញ់ការផលិតវីដេអូបែបនេះprint រូបឲ្យចាស់ហ្នឹងចឹងទៅគាត់ទិញឲ្យแล้วกระดาษឡើងសល់ឡើង1គីឡូនេះអញ្ចឹងបើខ្ញុំអត់ទិញមកខ្ញុំទុកกระดาษចោលខូចម៉ាស៊ីនទៀតអញ្ចឹងត្រូវតែទិញតើ unboxing របស់ថ្មីរបស់យើងនេះលើបើកមើលឲ្យមើលបើកមើលនេះថ្មដូចគ្នាបងប្អូនដូចគ្នាថ្មម៉ាក់ដូចគ្នាតោះដាក់ចូលណែឥឡូវបិទវាសិនដាក់ថ្មវាចូលចាំមើលតែអាកន្លែងថ្មហ្នឹងវាឡើងបានថ្មីនេះពណ៌ខ្មៅអានេះវាពណ៌រាងប្រផេះលើសាកមើលថ្មីនេះវាដាក់ចូលហើយផ្លុកម្ដងតែលើបើកមើលតែមើលថាថ្មវាលោតបានពេញភាគរយរបស់ថ្មីអត់បងដើរដាក់ចូលទៅបើកបងដើរឃើញបងចេញនៅដាក់ទៅថ្មអស់លីងអស់ដូចគ្នាប៉ុន្តែឥឡូវយកទៅសាកសិនបើថាសាកមិនដឹងដែរនេះពេញអស់ថ្មលីងសាកយកទៅសាកសិនថាថ្មនឹងវាឡើងអត់ហើយពុះទៅ unboxing ដែរមើលសាកវាចូលវាឡើងអត់ហើយខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយទៀតបាយបាយ